ថ្ងៃនេះមកប្រាប់ពីវិធីធ្វើស៊ុបខូចជ្រូកបែបងាយៗលឿនៗនិងមានរសជាតិឆ្ងាញ់ហើយនឹងបើសុខភាពតោះមកតាមដានវិធីធ្វើជាមួយនឹងខ្ញុំទាំងអស់គ្នាជាដំបូងយើងដាក់ទឹកនៅក្នុងឆ្នាំងមកល្មមបន្ទាប់មកបង់ខ្ទឹមសចូលនេះជាខួរដែលខ្ញុំបានសម្អាតសរសៃឈាមរួចរាល់នៅពេលដែលទឹកចិត្តពុះខ្ញុំដាក់ស្ករសចូលម្សៅស៊ុបប៊ីចេងនិងទឹកត្រីបន្ទាប់មកខ្ញុំដាក់ម្រេចខ្ចីចូលរួចបង់ការ៉ុតចូលនិងបង់ផ្សិតម្ជូរចូលបន្ទាប់មកគ្របទុកវាឲ្យពុះនៅពេលដែលគ្រឿងផ្សំយើងបានពុះហើយយើងកូរវាបន្តិចហើយបន្ទាប់មកខ្ញុំភ្លក់មើលវាហើយខ្ញុំបង់ខួរជ្រូកចូលបន្ទាប់មកខ្ញុំគ្របវាទុកឲ្យពុះនៅពេលដែលវាពុះវានឹងឡើងពពុះបែបនេះអញ្ចឹងយើងដួសពពុះនឹងចេញឲ្យស្អាតឲ្យអស់មកហើយយើងបង់ជីវ៉ាន់ស៊ុយចូលថែមម្រេចតែខ្ញុំដាក់ហ៊ីងឈុលបន្តិចថែមស្ករសបន្តិចអំបិលបន្តិចនិងយើងកូរចូលគ្នាឲ្យសព្វបន្ទាប់មកយើងដាក់ស្លឹកខ្ទឹមជាមួយនឹងជីវ៉ាន់ស៊ុយចូលហើយនឹងកូរវាឲ្យសព្វមកភ្លក់មើលសាបប្រៃឃើញថាវាល្មមហើយអញ្ចឹងស៊ុបខួរជ្រូករបស់យើងគឺបានរួចរាល់យើងដួសវាដាក់ចានមកស៊ុបខួរជ្រូករបស់យើងហត់ក្តៅៗបែបនេះគឺមានកម្លាំងបើកម្លាំងខ្លាំងមែនតើអរគុណសម្រាប់ការតាមដានវីដេអូជួបគ្នានៅវីដេអូក្រោយទៀត